បងប្អូនប្រយ័ត្នគ្រប់គ្នាប្រយ័ត្នផងណាអ្នកណាក៏មិនអាចគេចផុតបានដែរយើងនឹងចាប់ស៊ីទាំងអស់បើអញស៊ីមិនអស់អញនឹងយកទៅផ្ញើបងប្អូនប្រែតអញផងដែរល្អណាស់ទីនោះមានកោះមួយធំណាស់មុខជាមានអាហារនិងកន្លែងសម្រាកដ៏ល្អមិនខានទេគិតហើយមេក្រុមក៏បានប្រាប់គ្រប់គ្នានិងសុំយោបល់ពីគ្រប់គ្នាហើយឈ្មោះទាំង500នាក់ឯកភាពឈប់ចត់នៅលើកោះនោះផងដែររឿងនិទានប្រវត្តិបុណ្យភ្ជុំបិណ្ឌកាលពីបុរាណមានបរិះចំណាស់ម្នាក់មានចំណេះដឹងជ្រៅជ្រះជាងគេហើយលោកតាសួងតែងតែនិទានរឿងប្រាប់គ្រប់គ្នាជាញឹកញាប់នៅក្នុងភូមិចៅសាញ់តាណានឹងឯងជួយដុតភ្លើងនំសំមិញពុយទេហ៎បាទបងសំណាងខ្ញុំដុតរួចហើយខ្ញុំបានជួយកាត់ស្លឹកចេកនិងជួយចងនំសំម៉ែទៀតផងហើយនេះជាស្អីហ្នឹងសេះធៀងចេកមែនទេបាទសេះធៀងចេកយកមកធ្វើសេះជីលេងនឹងណាបងចុះថ្ងៃនេះអីក៏លឿនម្លេះកុំប្រាប់ណាថាចង់ទៅស្ដាប់រឿងនិទានផ្ទះលោកតាសួងដូចបងដែរនោះបាទមិនហើយបងខ្ញុំបានឲ្យតែលោកតាសួងតនេលឿនទេព្រោះចង់ស្ដាប់រឿងនិទាននិងប្រវត្តិបរោះនោះអីបងត្រូវជើងនឹងបងហើយអញ្ចឹងតោះពួកយើងទៅរៀបចំខ្លួនទៅដើម្បីទៅស្ដាប់ទាំងអស់គ្នាបងក៏មានសំណួរខ្លះៗផងដែរបាទបងតោះអញ្ចឹងនៅផ្ទះលោកតាសួងជំរាបសួរលោកតាជំរាបសួរលោកតាល្អហើយក្មេងៗសំណាងចៅសាញ់អង្គុយលេងសិនទៅណាតាជាប់ដៃទុកដាក់កំសៀវថ្នាំសិនលោកតាចាំខ្ញុំជួយមែនហើយលោកតាទៅសម្រាកចុះចាំចៅនឹងបងសំណាងជាអ្នករៀបចំជូនអរគុណហើយរួចកាលណាមករោងតាមកណាចាំតានិយាយរឿងឲ្យស្ដាប់បាទលោកតាសំណាងនិងចៅសាញ់រៀបចំកំសៀវថ្នាំបង្កាត់ភ្លើងបង្ហើយផ្សែងមូសហើយក៏បានចូលទៅជិតលោកតាសួងដូចសពដងរដូវកាលនេះជារដូវកាលបុណ្យភ្ជុំបិណ្ឌពុំនោះទេចាំតានិយាយប្រវត្តិបុណ្យភ្ជុំបិណ្ឌឲ្យស្ដាប់ល្អទេចៅអូល្អណាស់លោកតាចៅមិនដែលដឹងសោះឮតែភ្ជុំបិណ្ឌតែមិនដឹងថាមានដើមកំណើតមកពីណានោះទេមែនហើយលោកតាតើបុណ្យភ្ជុំបិណ្ឌមានដើមកំណើតបែបណាទៅចៅចង់ដឹងណាល្អណាស់បើអញ្ចឹងចាំតានិយាយស្ដាប់ចុះណាចៅចាំស្ដាប់ដោយយកចិត្តទុកដាក់ផងឮទេបាទលោកតាសួងលើកទឹកតែផឹកមួយម៉ាត់rồiក៏បាននិទានអំពីប្រវត្តិបុណ្យភ្ជុំបិណ្ឌឲ្យចៅស្ដាប់ដូចតទៅនេះដំណើររឿងនៃប្រវត្តិបុណ្យភ្ជុំបិណ្ឌអ្នកខ្ញុំគិតតែគ្រួសារយើងរកស៊ីមិនចំណេញសោះបើបែបនោះកូនយើងមុខជាមិនអាចមានអ្វីហូបគ្រប់គ្រាន់ទេឬចោះអ្នកគិតបែបណាបន្តនោះខ្ញុំឮតែបងប្អូនយើងចង់ធ្វើដំណើរតាមសំពៅទៅរកស៊ីនៅស្រុកឆ្ងាយខ្ញុំក៏នឹងទៅជាមួយគេដែរហើយណាអ្នកបើបែបនោះអ្នកមុខជាទៅយូរណាស់ហើយមែនទេនេះខ្ញុំមុខជាអ្នកណាស់ហើយកុំបារម្ភអីខ្ញុំនឹងឆាប់ត្រឡប់មកវិញទេចានេះឬចុះអ្នកគិតថានឹងទៅពេលណាដែរទេគឺឆាប់នេះហើយអ្នកជួយរៀបចំត្រីងៀតស្ករអំបិលឲ្យខ្ញុំផងណាចានេះខ្ញុំនឹងរៀបចំជូនអ្នកសម្រាប់បរិភោគតាមផ្លូវអ្នកកុំបារម្ភអីណាដោយសារជីវភាពគ្រួសារមិនធូរធារបែបនេះហើយតើអ្នកស្រុកប្រុសជាច្រើនជាង500នាក់រៀបចំទៅរកស៊ីស្រុកឆ្ងាយដោយជិះសំពៅធំជាច្រើនអ្នកខ្ញុំលាហើយណាចានេះអ្នកថែខ្លួនផងណាខ្ញុំនឹងកូនចាំអ្នកវិលមកវិញនៅទីនេះស្របពេលគ្នានោះដែរបរិះម្នាក់ដែលជាអ្នកដឹកនាំក្រុមក៏បានដើរមកនិងបាននិយាយថាណែក្មួយអញរៀបចំហើយនៅសំពៅគឺចិត្តចាញ់ដំណើរហើយណាបានខ្ញុំរៀបចំរួចហើយអ្នកខ្ញុំលាហើយណាមើលថែខ្លួននឹងកូនផងខ្ញុំនឹងឆាប់ត្រឡប់មកវិញទេចានេះថែខ្លួនផងណាជូនពរអ្នកឲ្យបានជោគជ័យក្មួយអើយក្មួយ
ជូនដំណើរដល់ណាក៏គង់តបែកគ្នាដែរពូលាហើយណា ចាជម្រាបលាពូនាងព្រឹកព្រលឹមនោះឈ្មួញជាង500នាក់បានធ្វើដំណើរតាមសំពៅឆ្ងាយទៅនិងគ្មានកោះត្រៃនោះទេ បងប្អូនមើលទៅពេលនេះពួកយើងមើលមិនឃើញកោះត្រៃទេមានអ្វីសេះសល់ចែកគ្នាហូបសិនទៅនិយាយអញ្ចឹងលោកពូខ្ញុំក៏យកសន្ទូចមកដែរយ៉ាងណាយ៉ាងណីពួកយើងស្ទូចត្រីហូបខ្លះទៅល្អណាស់ក្មួយដែលចេះត្រៀមទុកបើបែបនេះពួកយើងក៏អាចមានត្រីស្រស់ហូបដែរហើយមិនដឹងជាស្អីទេជិះជាមួយសំពៅពូគ្មានចំណេញសោះខាតក៏ខាតដឹកនាំគ្មានទឹកដៅសោះសំឡាញ់កុំពោលពាក្យបែបនេះអីពួកយើងត្រូវតែជឿទៅលើលោកពូដែលជាមេក្រុមណាជឿនោះក៏ជឿហើយតែគ្មានបានការសោះមិនដឹងជាទៅត្រូវផ្លូវឬក៏អត់ទេចាំមើលណាខ្ញុំនឹងបដូរជិះសំពៅផ្សេងមិនខានទេនេះមានជាមនុស្សដែលមិនចោះចំណោមគេទេគាត់តែងតែប្រឆាំងនឹងទៅគ្រប់ជំហានធ្វើដំណើរជាក្រុមគឺបែបនេះហើយវាតែងតែមានអ្នកប្រឆាំងតែងតែមានអ្នកស្របណាស់ក្មួយបាទលោកពូខ្ញុំយល់ហើយគ្រប់ឈ្មួញទាំងអស់ធ្វើដំណើរឆ្ងាយទៅគ្មានកោះត្រៃទេព្រោះផ្ទៃសាគូធំល្វឹងល្វើយណាស់ព្រះអើយមើលទៅខាងមុខដូចជាមានខ្យល់នឹងភ្លៀងទៀតក្មួយប្រយ័ត្នផងណាបាទពូខ្ញុំនឹងប្រាប់បងប្អូនយើងឲ្យត្រៀមលក្ខណៈនិងប្រុងប្រយ័ត្នឲ្យបានខ្ពស់ផងដែរមេក្រុមតែងតែឈរសម្លឹងមើលទៅទីឆ្ងាយដើម្បីសម្គាល់ថាតើខាងមុខនោះមានកោះមានត្រៃឬមានខ្យល់មានភ្លៀងឬទេជានិច្ចកាលគាត់មិនមានការប្រហែសសោះឡើយលោកពូតើមានអីមែនទេម្ដងនេះទឹកមុខពូដូចជាប្លែកណាស់ម្ដងនេះមិនត្រឹមតែភ្លៀងទេថែមទាំងមានព្យុះទៀតផងណាពូថាម៉េចបើមានព្យុះពួកយើងគិតបែបណាទៅបង្វែរទិសក៏បង្វែរមិនទាន់ដែរមានតែបានរោគបធោហើយក្មួយអើយតែខ្ញុំគួរតែរាយការណ៍ទៅបងប្អូនយើងដែរទេបើបងប្អូនយើងដឹងអាចនឹងភ័យស្លន់ទៅដឹងពូប្រាប់គឺត្រូវតែប្រាប់ហើយម្ដងនេះត្រូវពួនចុះខាងក្រោមហាមចេញមកក្រៅឲ្យសោះណាឮទេបាទលោកពូដោយអ្វីដែលមេក្រុមនិយាយអញ្ចឹងជុះគួចបបោកខ្លាំងណាស់ម្នាក់ភ័យនិងបន់សុំរកសេចក្តីសុខគ្រប់គ្នាលោកពូមកដល់ពេលនេះព្យុះស្ងប់បន្តិចហើយប៉ុន្តែស្បៀងអាហារក៏ជិតអស់ដែរពូក្មួយទៅប្រាប់គ្នាយើងឲ្យចែកស្បៀងគ្នាហូបសិនទៅចាំពូឃើញមានកោះពួកយើងនឹងសុំចតដើម្បីសម្រាកណាបាទលោកពូជឿបានស្បៃបន្តិចធ្វើឲ្យមេក្រុមបានសម្គាល់ឃើញថាល្អណាស់ទីនោះមានកោះមួយធំណាស់មុខជាមានអាហារនិងកន្លែងសម្រាកដ៏ល្អមិនខានទេគិតហើយមេក្រុមក៏បានប្រាប់គ្រប់គ្នានិងសុំយោបល់ពីគ្រប់គ្នាហើយឈ្មោះទាំង500នាក់ឯកភាពឈប់ចតនៅលើកោះនោះផងដែរនៅលើកោះបងប្អូនយើងសម្រាកនៅទីនេះសិនហើយស្អែកព្រឹកសំពួកយើងរកបេះផ្លែឈើហូបចុះមិនដឹងថាធ្វើដំណើរតាមលបងត្រូវឬក៏ខុសទេយូរខែថ្ងៃទៅហើយនៅរកស្រុកចិនស្រុកលាវមិនឃើញសោះមានកុំនិយាយអញ្ចឹងអីមិនយូរទេពួកយើងនឹងទៅដល់គោលដៅហើយគោលដៅស្អីមកដល់ពេលនេះទៅហើយនៅរកត្រៃកោះមិនឃើញផងហ្នឹងបើដឹងអញ្ចឹងខ្ញុំមិនមកទេសុកចិត្តនៅក្រវិញល្អជាងតែពួកយើងបានជាមកទៅហើយគិតច្រើនធ្វើអីការរកស៊ីមួយជើងទឹកមួយជើងគោកណាមិនឲ្យគិតយ៉ាងម៉េចបើប្រពន្ធចាំនៅផ្ទះតែប្តីបែរជាមកវិញកដាលជលសាទៅវិញនោះបានហើយកុំគិតអីច្រើនពេកសម្រាប់ទៅខ្ញុំដេកទេខ្ញុំទៅរកចាប់ត្រីទៅរកបេះផ្លែឈើវិញល្អជាងយកល្អសម្រាប់សិនទៅក្មួយអើយមេឃក៏ចិត្តយប់ទៅហើយដែរចាំភ្លឺចាំទៅរកអាហារទាំងអស់គ្នាមែនហើយសម្លាញ់កុំទៅណាមកណាម្នាក់ឯងអីណានៅផ្ទះម្ដាយទីតីនៅព្រៃម្ដាយតែមួយណាសម្លាញ់ខ្ញុំមិនខ្វល់ទេខ្ញុំឃ្លានណាស់មានបដោយតាមគេសិនចោះក្មួយបើខាត់ក៏គេមិនស្ដាប់ដែរប្រហែលជាគេគ្រាន់តែខឹងព្រោះនឹកប្រពន្ធកូនតែប៉ុណ្ណោះតែបន្តិចទៀតគេត្រឡប់មកវិញហើយបានលោកពូរាត្រីកាលកាន់តែជ្រៅឡើងនេះមានមិនមកវិញសោះគាត់ចេះតែដើរទៅដើរមកនិងបានបេះផ្លែឈើជាច្រើនផ្លែឈើច្រើនណាស់
អញឆៃឆ្អែតឡើងតឹងពោះតែម្ដងហើយទុំល្អមែនតើនាងមានឆៃហើយឆៃទៀតឡើងតឹងពោះហើយគាត់ក៏បានសម្រេចចិត្តថាហើយឆ្អែតដល់ហើយគិតសម្រាប់នៅទីនេះទៅល្អទេណោះយប់កាន់តែជ្រៅនាងមាននៅតែមិនទាន់សម្រាននោះទេទោះបីជាគាត់ហូបឆ្អែតតឹងពោះក៏ដោយដូច្នេះភ្លាមនោះហេតានោះជាស្មោលស្អីចាស់នាងមានគ្រានោះគាត់បានឃើញស្រមោលអ្វីម្យ៉ាងស្ទង់គួរឲ្យខ្លាចគាត់បានពិនិត្យមើលកាន់តែច្បាស់លុះចុងក្រោយក៏បានសង្កល់ដឹងថាព្រះអើយបិសាចជួយផងប្រែតគ្រាន់តែបានឃើញនាងមានភ្លាមវាក៏បានលាន់មាត់ថាយើងគឺជាប្រែតឯងជាចំណីរបស់យើងបានមកដល់ហើយពិតជាទំនងណាស់ក្លិនគួរចង់ឲ្យស៊ីពិតមែនវើយកុំស៊ីខ្ញុំអីជួយផងកុំរត់ឲ្យសោះមកនេះវិញភ្លាមនាងមានទោះបីថាខំរត់យ៉ាងណាក៏ដោយក៏មិនរួចខ្លួនដែរព្រោះប្រែតមានមៀតធំជើងវែងដៃវែងណាស់មើលចុះនាងមានត្រូវបានប្រែតហាច់ស៊ីអស់គ្មានសល់ឆ្ងាញ់ណាស់យើងមិនដែលបានស៊ីអាហារដែលឆ្ងាញ់បែបនេះពីមុនមកទេសំឡេងស្រែករបស់នាងមានផងដែរធ្វើឲ្យមាននប់ស្ដាប់ឮល្វើយហើយគាត់ក៏បាននិយាយថាពូខ្ញុំឮសំឡេងបងប្អូនយើងស្រែកដូចជាគួរឲ្យខ្លាចណាស់កុំខ្វល់អីក្មួយក្នុងព្រៃកដាលកោះបែបនេះមុខជាមានសត្វឬក៏វិញ្ញាណខ្មោចលងបន្លាចជាមិនខានទេតែខ្ញុំស្ដាប់ទៅដូចជាសំឡេងរបស់នាយមានច្បាស់ណាស់ណាពូថាក្មួយស្ដាប់ច្រឡំហើយសំងំដេកទៅស្អែកនាយមានគង់តែត្រឡប់មកវិញទេទោះជាសំឡេងនោះដូចជាសំឡេងនាយមានក៏ដោយតែពូមេក្រុមមិនចង់ឲ្យមនុស្សចលាចលទេកុំបារម្ភពេកសម្រាប់ទៅព្រឹកស្អែកចាំទៅរកនាយមានចុះបាទពូក្នុងរាត្រីនោះគ្រប់គ្នាក៏កេងលង់លក់អស់ទៅលុះព្រឹកឡើងគ្រប់គ្នាមិនបានឃើញវត្តមានរបស់នាយមានទៀតដែរពូតាគិតយ៉ាងម៉េចទៅខ្ញុំរកនាយមានមិនឃើញទេមិនក៏អញ្ចឹងតើគេតាណាបាត់ទៅពូខ្ញុំបានឃើញថានៅព្រៃខាងនោះមានឈាមទៀតផងដូចជាមិនស្រួលសោះពូកោះនេះប្រហែលជាមានបញ្ហាអីហើយក្មួយជួយផ្សព្វផ្សាយទៅកាន់បងប្អូនយើងទៅឲ្យរៀបចំចេញដំណើរនៅក្នុងពេលឆាប់នេះណាប៉ុន្តែពូគ្រប់គ្នាមូលមតិគ្នាថាមិនតាន់ចង់តាណាទេព្រោះព្យុះមិនតាន់ស្ងប់បើថាអញ្ចឹងទាំងអស់គ្នាត្រូវប្រយ័ត្នផងណាកុំបែកគ្នាឯសោះត្រូវសាមគ្គីគ្នាគ្រប់ពេលឮទេបាទពូជាថ្មីម្ដងទៀតគ្រប់គ្នាមិនតាន់ចេញសំពៅទៅណាទេហើយលុះរាត្រីចូលមកដល់ប្រែតក៏បានចេញមកម្ដងទៀតមនុស្សច្រើនណាស់យើងឃ្លានណាស់កុំរត់ឲ្យសោះក្នុងរាត្រីកាលនោះប្រែតបានចាប់ស៊ីម្ដងមួយរហូតអស់មនុស្សជាច្រើនម្នាក់ភ័យណាស់តែពួកគេរត់មិនរួចនោះទេបងប្អូនប្រែតធំណាស់ជួយផងបងប្អូនប្រយ័ត្នគ្រប់គ្នាប្រយ័ត្នផងណាអ្នកណាក៏មិនអាចគេចផុតបានដែរយើងនឹងចាប់ស៊ីទាំងអស់បើអញស៊ីមិនអស់អញនឹងយកទៅផ្ញើបងប្អូនប្រែតអញផងដែរជួយផងប្រែតកុំស៊ីខ្ញុំអីខ្ញុំមិនទាន់ងូតទឹកខ្ញុំស្អុយក្លៀកណាស់កាន់តែស្អុយអញកាន់តែចង់ស៊ីប្រែតលេងគេទៅកុំស៊ីគេអីកុំតវ៉ាម្នាក់ណាក៏យើងមិនអោយរួចខ្លួនដែរប្រែតសូមមេត្តាយើងផងទៅកុំស៊ីពួកយើងអីពួកយើងខ្លាចហើយមិនស្ដាប់យើងមិនស្ដាប់ទេវើយប្រែតបន្តស៊ីហើយស៊ីទៀតថែមទាំងនាំបាក់ពួកប្រែតផ្សេងមកជាច្រើនផងដែរលុះស៊ីឆ្អែតហើយក៏ចាប់ឈ្មួញដែលនៅសល់ទាំងអស់តែកន្លែងនេះស្ដេចប្រែតតែម្ដងនៅលអាងស្ដេចប្រែត
លោកម្ចាស់ខ្ញុំយកមនុស្សមកផ្ញើប្រសើរណាស់យើងខានបានស៊ីសាច់ឆ្ងាញ់បែបនេះជាយូរមកហើយសូមមេត្តាផងកុំស៊ីពួកយើងអីពេលនោះដែរនីមីនុបក៏បានគិតនៅក្នុងចិត្តថាមិនបានទេបើបែបនោះពួកយើងមុខជាស្លាប់ទាំងអស់ជាមិនខានគិតហើយគាត់ក៏បានស្រែកឡើងថាលោកស្ដេចប្រែតឈប់សិនតើឯងចង់និយាយស្អីក្នុងពេលនោះដែរមីនុបភ័យណាស់តែគាត់មិនអាចថាស្លាប់ទៅទេឡើយគាត់ស្រាប់តែនិយាយដើម្បីចោទចាស់ថាលោកម្ចាស់បើលោកស៊ីពួកយើងគឺស៊ីបានតែមួយពេលប៉ុណ្ណោះហើយលើកក្រោយលោកប្រែតនៅតែឃ្លានដដែលទេមែនហើយតែយើងមិនខ្វល់ទេសំខាន់ឲ្យតែពួកប្រែតយើងបានឆ្អែតទោះមួយគ្រាក៏ប្រសើរដែរមែនហើយព្រោះពួកយើងខានបានស៊ីបែបនេះរាប់រយឆ្នាំមកហើយសូមលោកប្រែតពិចារណាចុះបើលោកទាំងពីរឆៃពួកយើងហើយគឺឆៃឆ្អែតបានតែម្ដងទេតែបើលោកម្ចាស់ទុកជីវិតឲ្យពួកយើងធានាថាលោកម្ចាស់នឹងមានអ្វីឆៃបន្តរហូតទៅតើធ្វើបែបណាទៅអញសក់និយាយមកមើលលោកម្ចាស់កុំថាលោកចង់ដោះលែងវាឲ្យសោះណាឲ្យវានិយាយសិនទៅលោកម្ចាស់ពួកយើងសន្យាបើលោកព្រមដោះលែងពួកយើងទៅពួកយើងនឹងយកអាហារមកជូនលោកជារៀងរាល់ឆ្នាំលុះអស់ជីវិតតែម្ដងពិតមែនអីល្អណាស់បើបែបនោះយើងនឹងមានអាហារឆៃជាដរាបហើយមែនទេបានពិតមែនហើយយើងយល់ព្រមតែបើពួកអញហ៊ានតែកុហកយើងនឹងនាំគ្នាទៅស៊ីអ្នកស្រុកទាំងអស់ជាមិនខានមែនហើយពួកយើងសន្យាពួកយើងមិនកុហកទេម្យ៉ាងទៀតបើពួកឯងកុហកនោះកាលណាពួកឯងងាប់នឹងកើតទៅជាប្រែតអត់ឃ្លានជាមិនខានធ្វើមនុស្សត្រូវតែគោរពពាក្យសច្ចៈណាឮទេបាទមែនហើយពួកយើងនឹងមិនភ្លេចពាក្យសន្យាទេលោកម្ចាស់មែនហើយនេះគឺជាការពិតពួកយើងនឹងធ្វើរឿងនេះតជំនាន់មិនកែប្រែទេមិនថាពួកយើងឬក៏កូនចៅជំនាន់ក្រោយនោះទេពួកយើងនឹងយកមកជូនលោករហូតតទៅបានយើងជឿឯងតែពួកឯងមិនបាច់យកអាហារមកផ្ទាល់ទេចាំមានចំណូលបក់មកពីទិសខាងជើងពួកឯងបណ្ដែតអាហារមកចុះពួកប្រែតយើងនឹងទៅទទួលមិនខានម្យ៉ាងទៀតពួកឯងត្រូវដាក់អាហារដូចជាល្ងសណ្ដែកអំបុកនិងចេកនំនែកផងដែរណាអរគុណហើយលោកម្ចាស់ពួកយើងនឹងធ្វើតាមបណ្ដាំរបស់លោកប្រកាសណាស់ក្រោយពីបានរួចខ្លួនពីសេចក្តីស្លាប់ពួកគេក៏បានធ្វើជំនួញនៅស្រុកផ្សេងឬក៏បានវិលទៅស្រុកកំណើតវិញផងដែរនៅផ្ទះមីនុបឌឿងអ្នកខ្ញុំត្រឡប់មកវិញហើយអ្នកមកវិញហើយមែនទេខ្ញុំនឹកអ្នកណាស់ខ្ញុំក៏នឹកអ្នកដែរអ្នកដឹងទេខ្ញុំបានជួបរឿងចម្លែកខ្លាំងណាស់តើជាអ្វីទៅអ្នកគឺពួកយើងបានចុះចតនៅលើកោះដាច់ស្រយាលមួយដែលជាទីមួយនៃពួកប្រែត100ចំណីណាអ្នកមីនុបបានពើរៀបរាប់នៃដំណើររឿងរ៉ាវទាំងអស់ប្រាប់ដល់ប្រពន្ធធ្វើឲ្យប្រពន្ធភ្ញាក់ផ្អើលជាខ្លាំងអំពីរឿងនេះព្រះអើយអរគុណទេវតាណាស់ដែលតាមថែអ្នកពួកយើងរៀបចំនំចំណីបណ្ដែតឲ្យប្រែតទៅបាទអ្នកចាប់ពីពេលនោះមកអ្នកភូមិអ្នកស្រុកតែងតែបណ្ដែតអាហារតាមខ្សែទឹកជូនទៅកាន់ប្រែតហើយអ្នកស្រុកក៏បន្តធ្វើតជំនាន់រហូតកើតទៅជាទំនៀមទម្លាប់តរៀងមកនៅផ្ទះតាសួងវិញតែបើគិតទៅឈ្មោះនោះក៏ក្លាហានហើយឆ្លាតណាស់ដែរលោកតាត្រូវហើយធ្វើជាមនុស្សត្រូវតែស្ងប់ចិត្តក្លាហាននិងឆ្លាតទើបអាចដោះស្រាយបញ្ហាបានណាចៅលោកតាតើហេតុអីយើងចាំបាច់បោះបាយបិណ្ឌនោះបើយើងបដែតអាហារតាមទឹកទៅហើយគឺយើងបោះឲ្យប្រែតអនាថាដែលគ្មានសាច់ញាតិណាចៅចុះហេតុអ្វីក៏គេខ្លាចជាប្រែតបែបនេះទៅវិញលោកតាមកពីពួកគេសាងបាបច្រើនពេកមិនធ្វើអំពើល្អមិនចេះទៅវត្តធ្វើបុណ្យទើបខ្លាចជាប្រែតតែម្ដងទៅបើអញ្ចឹង
ចៅមិនហ៊ានសាងបាបទេលោកតាចៅខ្លាចថាចៅនឹងកើតជាប្រែតនោះអី ល្អហើយចៅបើមិនចង់កើតជាប្រែតកុំកុហកកុំសាងបាបឮទេ បាទលោកតា ដូច្នេះគឺមានន័យថាបុណ្យភ្ជុំបិណ្ឌកើតឡើងដោយសារតែមនុស្សជំនាន់ដើមគោរពពាក្យសច្ចៈមែនទេលោកតា មែនហើយការគោរពពាក្យសច្ចៈមិនត្រឹមតែធ្វើឲ្យយើងមានតម្លៃទេថែមទាំងមិនខ្លាយជាប្រែតពេលស្លាប់ទៅទៀត មែនហើយលោកតាពីពេលនេះទៅចៅនឹងធ្វើតែអំពើល្អនិងគោរពពាក្យសច្ចៈចៅមិនសាងអំពើបាបទេ មែនហើយបងសំណាងខ្ញុំក៏នឹងធ្វើដូចជាបងដែរ រឿងយប់នេះគឺចប់ហើយឥឡូវចៅទៅដេកចុះណាត្រៀមឡើងបោះបាយបិណ្ឌជាមួយតាណាចៅ បានលោកតាអរគុណណាស់លោកតាចៅសុំលាសិនហើយតោះចៅសាញ់ពួកយើងទៅបេះផ្កាទុកដាក់បាយបិណ្ឌ បាទបងជម្រាបលាលោកតា បាទទៅចុះណាចៅ ចាប់ពីពេលនោះមកអ្នកភូមិតែងតែសាងអំពើល្អគោរពពាក្យសច្ចៈគោរពប្រតិបត្តិប្រពៃណីទៅវត្តទៅធ្វើបុណ្យឧទ្ទិសកុសលជូនដូនតាតរៀងមក